របៀប share camera ពីទូរស័ព្ទមួយទៅទូរស័ព្ទមួយទៀតអញ្ចឹងដំបូងបងប្អូន download កម្មវិធី FICC អញ្ចឹងពេលដែលបងប្អូន download រួចហើយបងប្អូនជួយ open បាទបងប្អូនរងចាំបន្តិចបាទកម្មវិធីខាងក្រោមគឺសម្រាប់ connect បងប្អូន connect Facebook ក៏បាន Gmail ក៏បានបើសិនថាបងប្អូនប្រើទូរស័ព្ទ iPhone connect ជាមួយ ID Apple ក៏បានបាទអញ្ចឹងសម្រាប់ខ្ញុំគឺ connect ជាមួយ Facebook អញ្ចឹងដល់កន្លែងនេះបងប្អូនចុច continue បាទជាមួយឈ្មោះ account Facebook ហើយបងប្អូនរងចាំបន្តិចបាទដល់កន្លែងនេះបងប្អូនចុចខាងលើមកបាទចុច allow ចុចពី I know ដល់កន្លែងនេះគឺមានសញ្ញាលេខបូកបាទបងប្អូនចុចខាងលើមកបាទបន្តមកបងប្អូនយកទូរស័ព្ទដែលភ្ជាប់ដំបូងឡើយចុចកន្លែង setting ខាងលើហើយចុចអូសមកខាងក្រោមបាទមានពាក្យ about device បាទអញ្ចឹងគឺបងប្អូនចុចខាងក្រោមមកឃើញមាន QR code ដែរបាទអញ្ចឹងបងប្អូនចុចសញ្ញាលេខបូកមកហើយរើសពាក្យ scan បាទអញ្ចឹងបងប្អូនយកទូរស័ព្ទដែលចង់ភ្ជាប់នោះគឺយកមក scan មកបាទពេលដែល scan ហើយបងប្អូនចុច OK មកអញ្ចឹងការ share កាមេរ៉ាទូរស័ព្ទយើងគឺទទួលបានជាមួយភាពជោគជ័យហើយបាទ